ចិនប្រកាសពីមិត្តភាពកម្ពុជាចិនគ្មានអ្នកណាបំបែកបានចិនបានប្រកាសជាឡារឹកទំនាក់ទំនងរវាងកម្ពុជានិងចិនគឺជាមិត្តភាពដាច់ថែបគ្មានអ្នកណាបំបែកបានការអះអាងនេះធ្វើឡើងដោយលោកចាលីជីប្រធានសភាតំណាងជនជាតិចិននៅក្នុងជំនួបជាមួយនឹងសម្ដេចតេជោហ៊ុនសែននៅក្នុងទីក្រុងប៉េកាំងនាថ្ងៃទី25ខែមិថុនាឆ្នាំ2026លោកចាលីជីបានបញ្ជាក់ថាកម្ពុជានិងចិនតែងតែជួយគ្នាទៅវិញទៅមកនិងមានការជឿទុកចិត្តខ្ពស់ខណៈដំណើរទស្សនកិច្ចរបស់លោកស៊ីជីនពីងមកកម្ពុជាកាលពីឆ្នាំ2025បានជួយពង្រឹងភាពជាដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរជាការឆ្លើយតបសម្ដេចតេជោបានលើកឡើងថាទោះបីជាពិភពលោកនិងអាកាសធាតុប្រែប្រួលទៅជាយ៉ាងណាក៏ដោយមិត្តភាពកម្ពុជាចិននៅតែរឹងមាំមិនអាចប្រែប្រួលឡើយសម្ដេចក៏បានជំរុញឲ្យស្ថាប័ននីតិបញ្ញត្តិនៃប្រទេសទាំងពីរបង្កើនកិច្ចសហប្រតិបត្តិការកាន់តែស្អិតរមួតដើម្បីគ្រប់គ្រងទំនាក់ទំនងទ្វេភាគីក្រោយជំនួបនេះសម្ដេចតេជោក៏បានជួបពិភាក្សាជាមួយលោកលីវហៃស៊ីងជាមន្ត្រីជាន់ខ្ពស់ទទួលបន្ទុកកិច្ចការបរទេសរបស់បកកុម្មុយនីសចិនដែលបានចាត់ទុកដំណើរទស្សនកិច្ចនេះថាជាចលករសំខាន់នៅក្នុងការពង្រឹងបន្ថែមនូវមិត្តភាពដៃថែបរវាងកម្ពុជាចិន